មិនចឹងជាចុងក្រោយខ្ញុំសូមជូននីតិការលោកវិក្កាមិនដើម្បីធ្វើចំណាប់អារម្មណ៍បញ្ចប់គឺចុងក្រោយសូមជូនសូមគ្រប់បងប្អូនមួយសាជាថ្មីម្ដងទៀតចំណាប់អារម្មណ៍ចុងក្រោយរបស់ខ្ញុំនេះខ្ញុំសូមរំលឹកម្ដងទៀតអំពីផ្លូវជីវិតដែលត្រឹមត្រូវសំខាន់ណាស់បងប្អូនក្នុងការរស់នៅជាមនុស្សការរកឃើញថាតើជីវិតត្រូវបូជាឬត្រូវប្រើសម្រាប់អ្វីមួយដោយខ្លួនអ្នកផ្ទាល់គឺជារឿងសំខាន់បំផុតគេប្រាប់យើងវាមិនមែនជាបញ្ញារបស់យើងឥតមានកម្លាំងធ្វើទេអញ្ចឹងអ្នករកឃើញផ្លូវជីវិតមួយណាបើអ្នកចង់ផ្ទេរផ្លូវជីវិតនឹងឲ្យទៅអ្នកដទៃអ្នកត្រូវពន្យល់ឲ្យល្អិតល្អន់ដើម្បីឲ្យម្ចាស់ខ្លួនគេរកឃើញផ្លូវជីវិតនេះដោយខ្លួនឯងឲ្យគេគិតត្រេះរិះពិចារណាឃើញដោយខ្លួនឯងអញ្ចឹងបានកាសានគាត់និយាយទៅកាន់កូនគាត់ថាក្នុងនាមជាឪពុកប៉ាគ្មានអ្វីចែកកូនទេប៉ាមានបណ្ដាំតែមួយឃ្លាគត់គឺថាមនុស្សកើតមកសំខាន់ណាស់កូនត្រូវរកផ្លូវជីវិតឲ្យឃើញបើកូនរកផ្លូវជីវិតឃើញហើយនោះគឺជាសំណាងធំរបស់កូនហើយបើដើរនៅលើផ្លូវនោះហើយវាជួបឧបសគ្គរហូតដល់ស្លាប់ក៏ដោយនោះគឺជារឿងធម្មតារបស់ជីវិតទេបើសិនណាជាគាត់អាចប្រាប់កូនរបស់គាត់ថាដើរផ្លូវនេះឬផ្លូវនោះរួចហើយកូនគាត់អាចមានមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងផ្លូវចិត្តដើម្បីដើរនៅលើផ្លូវដែលគាត់កំណត់ឲ្យម្លេះគាត់ប្រាប់កូនដោយមិនចាំបាច់ពន្យល់កូនថាសំខាន់បំផុតជាមនុស្សកូនត្រូវរកផ្លូវជីវិតឲ្យឃើញដោយខ្លួនឯងកាលណាកូនរកឃើញផ្លូវជីវិតហើយការដើរនៅលើផ្លូវជីវិតហ្នឹងវាជួបឧបសគ្គជារឿងធម្មតាទេណាកូនអញ្ចឹងបានជាខ្ញុំលើកជាកតិមួយថាវាអត់ទាន់មានបុគ្គលណាមួយដែលនិយាយថាខ្លួនបានធ្វើការងារជោគជ័យក្នុងជីវិតនៅពេលដែលខ្លួននឹងមិនទាន់រកឃើញថាតើជីវិតនឹងត្រូវបូជាដើម្បីបុព្វហេតុអ្វីផងខ្ញុំឃើញក្នុងទូរទស្សន៍ក្នុងរឌ្យោក្នុងកម្មវិធីជីវិតជោគជ័យច្រើនណាស់ដែលអ្នករៀបចំកម្មវិធីនឹងគេកំណត់អំពីបុគ្គលដែលមានជោគជ័យក្នុងជីវិតរួចហើយគេយកទៅផ្សព្វផ្សាយក្នុងកម្មវិធីរបស់គេខ្ញុំសម្លឹងគិតត្រេះរិះពិចារណាអំពីកម្មវិធីនឹងទៅខ្ញុំគិតក្នុងចិត្តថាតម្រៃក៏ខ្វាក់តម្រាក់ក៏ឈួតអាអ្នករៀបចំកម្មវិធីក៏មិនយល់អាសម័យខ្លួនដែលកំណត់ថាខ្លួនបានជោគជ័យនឹងក៏កំពុងតែថ្មិចក៏កំពុងតែដេកលក់មិនដឹងថាតើខ្លួនបានជោគជ័យហើយឬនៅក្នុងជីវិតនឹងគ្មានអ្នកណាមួយអាចនិយាយថាគេបានជោគជ័យហើយក្នុងជីវិតរបស់គេនៅពេលដែលគេមិនទាន់រកឃើញថាតើជីវិតនឹងគួរបូជាដើម្បីបុព្វហេតុអ្វីនៅឡើយទេมันអាចនិយាយបានទាល់តែសោះថាអញបានជោគជ័យនៅពេលដែលខ្លួនមិនទាន់បានរកឃើញថាតើជីវិតនឹងត្រូវបូជាដើម្បីបុព្វហេតុអ្វីនៅឡើយទេមនុស្សបងប្អូនបើបងប្អូនកុំឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនណាបងប្អូនកុំឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនបើបងប្អូនឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនពេលណាបងប្អូនខ្លាំងលើគេបងប្អូនមានលទ្ធភាពឬសមត្ថភាពជិះជាន់គេបងប្អូនយល់ថាខ្លួនឯងអស្ចារ្យណាស់នេះបងប្អូនឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនឧទាហរណ៍បងប្អូនជាមនុស្សបងប្អូនអាចសម្លាប់សត្វដទៃទៀតបានបងប្អូនអាចប្រើសត្វដទៃទៀតបានដល់ពេលអញ្ចឹងបងប្អូនយល់ថាមនុស្សគឺប្រសើរជាងសត្វដេរឆានទាំងឡាយគ្រាន់តែបងប្អូនអាចគ្រប់គ្រងគេគ្រាន់តែបងប្អូនអាចចាប់គេយកមកស៊ីសោះហ្នឹងបើបងប្អូនគិតផ្លូវហ្នឹងអ្នកធំសពថ្ងៃគេជិះជាន់បងប្អូនបានរួចហើយគេគិតថាគេគ្រាន់បើជាងបងប្អូនហ្នឹងមិនត្រូវនឹងដោយសារអីបានអញ្ចឹងថាមកពីបងប្អូនឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែបើបងប្អូនដកខ្លួនចោលដកអញចោលបងប្អូនគិតក្នុងន័យទូទៅជីវិតកើតលើផែនដីទាំងអស់គ្នាទាំងជីវិតសត្វទាំងជីវិតមនុស្សយើងគ្រាន់តែមានសមត្ថភាពមានបញ្ញាចាប់គេស៊ីហ្នឹងគ្រប់គ្រងគេហ្នឹងរួចហើយចាត់ទុកថាខ្លួនគ្រាន់បើជាងសត្វដេរឆានបើបងប្អូនគិតក្នុងផ្លូវហ្នឹងរួចហើយធ្វើក្នុងផ្លូវហ្នឹងបងប្អូនអាក្រក់ជាងសត្វដេរឆានទៅទៀតអាក្រក់ខ្លាំងណាស់កៅភ្នែករបស់មនុស្សបងប្អូនបើល្អមើលទៅសតុនហ្មងមានគុណធម៌ខ្ពស់ហ្មងគួរឲ្យគោរពហ្មងមើលកៅភ្នែកស្រក់ទឹកភ្នែកហ្មងដឹងដល់ចិត្តរបស់បុគ្គលនឹងដែលបានលះបង់
ก็ปันตายบ่ากระวันยังบางคนเมื่อโจลตะขังขนงโดยสัตว์เดรัจฉานโดยขั้วมันดังจีสัตว์ไอ้บางคนสาหาวนะเมื่อต้องสาหาวนะได้บางคนกระทาก้าวเจียมมนุษย์ฮะใครสโนขวัญบ่าเจียงสัตว์เดรัจฉานตรองบางคนจับกี่สีบานคุบของเก็บบานอักรอกคลังนะบางคนบักเกิดระเบียบนั่งบักเกิดระเบียบนั่งคืออักรอกคลังบ่มพอได้บางคนในมาปีไอ้บางคนเกิดแบบนั้นตรองบางคนโชว์หรือกูอันบ้าบางคนโชว์หรือกูอันรู้ใช้วิธีใช้แบบนี้นะบางคนเนี่ยชมเนี่ยเมียนสมรรถภาพเนี่ยเมียนเลยเนี่ยเมียนปัญญาเก็บบางคนดำใบพาประโยชน์ตัวกล้วนระบเกนั่งเวทราไว้เกจิจวนดำใบพาประโยชน์ระบกล้วนเกนั่งเวทรำตราไว้เมียนไอ้ข้าวอาณากลางเชียงอาณาจับตกถักล้วนไอ้กวนบากล้วนไอ้กลางเชียงสัตจับตกถักล้วนไอ้กวนบาจังอันกลางเชียงไงอันก็จับตกถักล้วนไอ้กวนบาเชียงไงเมียนไอ้ข้าวเมียนไอ้เถอบางคนเคยกัดอัมพีล้วนไอ้จริงมั้ยซีสักเกมมันนั่งออกประมาณล้านให้บางคนหมอมงบตัวเองสัวถ้าตาบ้านเธอไอ้กลายแต่อ้อยพบทางใดวิ่งบางคนอดซะบางคนมีอารมณ์ทางอันจังไรได้ขย่มใหญ่ท่าการอบรมมนุษย์เขาบางคนคือมันยลเกเอาเกยลรู้ให้เกอบรมล้วนเกอาเยิงกับพวกเธอนั่นคือกำปองแต่อบรมมนุษย์ให้นั่งปนยลเกเอาเกยลรู้ให้เกอบรมล้วนเกอัดเมียนเปลี่ยนบันไดดิเยิงทลบกึศอะไรយើងធ្លាប់ដើរផ្លូវនឹងព្រោះយើងយល់ថាម៉េចយើងឲ្យការយល់នឹងទៅគេត្រេះរិះពិចារណាទៅរួចហើយគេសម្រេចចិត្តសម្រេចផ្លូវជីវិតដោយខ្លួនគេទៅខ្ញុំមើលឃើញថាពូជសាសន៍របស់យើងបងប្អូនមិនដែលបង្រៀនដល់កម្រិតនឹងទេតាំងពីកើតមកខ្ញុំឮពាក្យគេហៅពាក្យអ៊ូច្បល់ដូចលោកយាយលោកតាគាត់អត់ថ្មិញឲ្យស៊ីបាយចឹងក៏ទុំលេបក៏ទុំលេបវាអត់ល្អិតក្នុងការបញ្យល់កូនឯងត្រូវចេះស្គាល់ខុសស្គាល់ត្រូវស្គាល់ចាស់ស្គាល់ទុំស្គាល់អំពើល្អធ្វើឲ្យត្រឹមត្រូវមើលកូនដឹងស្អីកលឹមហើយអញ្ចឹងកាន់ក្បាលមេក្រូបញ្យល់គេណាប្រសងមួយចំនួនណាបានងារជាម្ចាស់គ្រូបានងារជាធម្មយាចាផ្លូវជីវិតម៉ែអាខ្សោយបើស្នាជាដាក់នៅលើទីលានអប់រំឲ្យមានជីវិតមួយដែលជាជីវិតអនុវត្តជាក់ស្ដែងក្នុងទីលានជីវិតបានណាបងប្អូនគឺអត់បានហ្មងមេរៀនរបស់ប្រសងច្រើនណាស់វាអត់ practical វាអត់ជាក់ស្ដែងដែលយើងអាចប្រើក្នុងជីវិតរស់នៅបានណាបងប្អូនអប់រំមកមិនដឹងជាឲ្យទៅរស់នៅយ៉ាងម៉េចក្នុងភាពជាក់ស្ដែងក្នុងជីវិតជាគ្រួសារជីវិតជាសង្គមមនុស្សជីវិតជាសមាគមជីវិតជាគ្រូបង្រៀនវាអត់ទៅរួចបងប្អូនឧទាហរណ៍ដោយកម្មវិធីធ្វើឲ្យក្មេងយំអីជាដើមហើយពីយំទៅយល់ស្អីបងប្អូនភ្លើកូនអស់ហើយខ្ញុំឃើញកម្មវិធីគេធ្វើឲ្យមនុស្សយំហ្នឹងបងប្អូនបើខ្ញុំមានកូនណាខ្ញុំដឹកដៃចេញមកកូនកុំចូលកន្លែងហ្នឹងភ្លើអស់ហើយកូនបង្រៀនមនុស្សមិនអត់មានអីផងអាសម័យខ្លួនអត់យំផងអាអ្នកនិយាយអត់យំផងធ្វើតលេខធ្វើឲ្យមនុស្សយំខ្លួនឯងអត់យំផងមិនមែននិយាយដល់រឿងមួយដែលខ្លួនវាចូលតួទៅណានឹកឃើញសំណោះដល់រឿងអីមួយខ្លួនយំណាហើយអ្នកដទៃគេយំមិនយំរឿងរបស់គេនេះអត់ផងអាសម័យខ្លួនធ្វើសម្លេងអោកូនហើយកូនសម្លាញ់ឪពុកមិនទាំងខ្លួនឯងអត់យំផងមិនបានទៅធ្វើអញ្ចឹងបងប្អូនតើមនុស្សវាចេះអីហើយកម្មវិធីឈួតគេរបៀបហ្នឹងណាមាន sponsor គេពីស្រុកក្រៅមកបានលុយច្រើនណានិយាយពីលោកដែលចូលរួមកម្មវិធីអស់នោះបងប្អូនបានលុយចាយមិនស្ទើរក៏កោកកាយគៀបសង្កត់ចិញ្ចុកញើសចិញ្ចុកឈាមក្នុងចំណោមពលរដ្ឋខ្លួនឯងអ្នកណាមានលទ្ធភាពបោចកន្លែងណាបោចកន្លែងហ្នឹងអ្នកនយោបាយបោចតាមអ្នកនយោបាយទៅអ្នកមានអំណាចបោចតាមអ្នកមានអំណាចទៅអបច្ឆាំងបោចតាមអបច្ឆាំងទៅពួកអ្នកសាសនាបោចតាមសាសនាទៅពួកអ្នករស់ស៊ីបោចតាមអ្នករស់ស៊ីអង្គការសង្គមស៊ីវិលស៊ីម្ដងម្នាក់បោចតាមអង្គការសង្គមស៊ីវិលរឿងអីមកលាយពូជនឹងរឿងអីមិនលាយវាមិនតែផលមួយកើតប្រជាហេតុទេវាត្រូវតែមានហេតុត្រឹមត្រូវបានវាចេញផលបែបហ្នឹងក្នុងដំណើរជីវិតដែលត្រឹមត្រូវបងប្អូនត្រូវរស់នៅក្នុងភាពជាយើងហើយយើងហ្នឹងគឺក្នុងក្របខ័ណ្ឌសកលបងប្អូនមិនមែនយើងត្រឹមពូជខ្មែរទេយើងហ្នឹងគឺយើងហ្មងយើងជាមនុស្សបើបងប្អូនមានអារម្មណ៍បែបហ្នឹងបងប្អូនទៅនិយាយនៅកន្លែងណាក៏ដោយគឺគេអាចទទួលយកបានគ្រប់ពូជសាសន៍ទាំងអស់ពីព្រោះបេះដូងរបស់បងប្អូនជាបេះដូងយើង
ដំណើរជីវិតដែលរស់នៅត្រឹមត្រូវបងប្អូនគឺជាដំណើរជីវិតដែលមានអារម្មណ៍ថាទាំងអស់នៅលើផែនដីនោះគឺជាយើងអត់មានមើលឃើញសារៈសំខាន់របស់ខ្លួនដាច់ដោយឡែកអញវាសំខាន់ជាងគេអញនឹងវាត្រូវតែពិសេសជាងគេខ្ញុំនឹងមិនទេបងប្អូនឃើញមានអារម្មណ៍ថាឃើញគេធ្វើរឿងអីដែលពិសេសណាហើយមិនចាំបាច់ទេណាបងប្អូនដូចថាក្រាលព្រំក្រហមឲ្យដើរដាក់កម្រងផ្កាឲ្យពាក់វាអត់ចាំបាច់បើអត់មានកម្រងផ្កាឲ្យនិយាយកើតអត់បើចូលវេទិកាមកវាអត់មានអ្នកឈរផ្ទះដៃឲ្យចូលមកកើតអត់ឲ្យតែរឿងស្អីពិសេសហើយមិនមែនជារឿងចាំបាច់មិនបាច់ធ្វើរឿងហ្នឹងក៏យើងអាចធ្វើការងាររបស់យើងកើតដែរខ្ញុំមានអារម្មណ៍ទើសហ្មងឲ្យតែមើលឃើញថារឿងហ្នឹងគេធ្វើពិសេសចំពោះបុគ្គលនឹងតែម្នាក់ឯងដោយរឿងហ្នឹងមិនចាំបាច់ឧបមាថាបើយើងជាមនុស្សចាស់យើងជាបងយើងដើរទៅយើងយួរអីវ៉ាន់ច្រើនក្មេងៗវានៅក្បែរហ្នឹងវាមានកម្លាំងធ្វើជាងយើងជាសុជីវធម៌វាត្រូវតែជួយលើកមនុស្សចាស់ឲ្យមនុស្សចាស់ហ្នឹងគាត់ដើរខ្លួនទៅទេទៅសមហ្មងសមអានឹងចាំបាច់ឲ្យគាត់ដើរខ្លួនទៅទេទៅតែក្រាលព្រំក្រហមដាក់កម្រងការលោកប្រធានមកផ្ទះដៃលោកប្រធានមកចាក់ភ្លើងទរុងទុងឆាងបានការអីបងប្អូនប៉ុន្តែបើសិនណាជាបងប្អូនអត់មានការគោរពអត់មានសុជីវធម៌វាស្មើគ្នាទាំងអស់មនសិការជាមនុស្សប្រាប់ថាខុសទៀតអាខុសអាត្រូវហ្នឹងមិនមែនព្រោះតែគេថាបងប្អូនដោយមហាធម្មគន្ធីគាត់និយាយថាសុភវិនិច្ឆ័យណាបងប្អូនគឺជាវិញ្ញាណមួយដែលប្រាប់នៅសមាមាត្រភាពខុសភាពត្រូវដែលយើងដឹងថាវាគួរឬមិនគួរឬមិនគួរហ្នឹងវាគឺជាវិញ្ញាណមួយដែលប្រាប់នៅតម្លៃសមាមាត្រមានន័យថាសមធ្វើឬមិនសមធ្វើមិនមែនព្រោះគេថាទេព្រោះខួរក្បាលយើងជាមនុស្សយើងថ្លឹងមើលឬគួរឬមិនគួរដោយគេនិយាយថារឿងកម្មសខាជារឿងបុគ្គលរឿងឯកជនទី1វាប៉ះពាល់ដល់ក្រុមគ្រួសារកម្មសខាតើមនុស្សកម្មសខាហ្នឹងគាត់គិតយ៉ាងម៉េចជាមួយកូនប្រពន្ធនេះក្បត់ប្រពន្ធក្បត់កូននេះទី1ទី2វាប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកគ្រប់គ្រងកម្មសខាអ្នកគ្រប់គ្រងកម្មសខាសង្ឃឹមថាកម្មសខាមនុស្សល្អលើសគេណារំពឹងថាអញ្ចឹងណាក្បត់ទំនុកចិត្តអសិលធម៌វាប៉ះពាល់ដល់សិលធម៌របស់មនុស្សដល់ពេលគេថាអានឹងរឿងឯកជនបងប្អូនពិចារណាមើលសុភវិនិច្ឆ័យគឺជាវិញ្ញាណមួយដែលប្រាប់នៅសមាមាត្រឲ្យយើងដឹងថាអញ្ចឹងត្រូវទី1ក្បត់សេចក្តីទុកចិត្តរបស់ប្រពន្ធទី2ក្បត់សេចក្តីទុកចិត្តរបស់អ្នកគ្រប់គ្រងដែលខ្ញុំនិយាយថាវាគឺជាអំពើថោកទាបបំផុតដែលមនុស្សម្នាក់លេងសើចជាមួយនឹងសេចក្តីទុកចិត្តរបស់អ្នកដទៃភាសាហ្នឹងបងប្អូនខ្ញុំនិយាយនៅពេលសមាជខ្ញុំថាបងប្អូនបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឲ្យខ្ញុំធ្វើជាតំណាងរបស់បងប្អូនជាទូទៅពេលជាប់អីក៏ដោយប្រធានថ្នាក់ក៏ដោយនាយករដ្ឋមន្ត្រីក៏ដោយប្រធានភូមិក៏ដោយជាប់ជាចៅហ្វាយខេត្តក៏ដោយគេតែងតែធ្វើការសន្យាជាមួយនឹងអ្នកបោះឆ្នោតរបស់គេតែខ្ញុំពេលជាប់ជាប្រធានបកខ្ញុំគ្មានការសន្យាអ្វីទាំងអស់ចំពោះបងប្អូនប៉ុន្តែខ្ញុំគ្រាន់តែអាចប្រាប់បងប្អូនថាមនុស្សដែលលេងសើចប្រមាថការទុកចិត្តរបស់មនុស្សគឺជាមនុស្សថោកទាបបំផុតដែលយើងមិនគួរអនុគ្រោះឲ្យឡើយតើបងប្អូនយល់ពាក្យរបស់ខ្ញុំអត់ខ្ញុំមិនចាំបាច់សន្យាអីជាមួយបងប្អូនទេពីព្រោះបងប្អូនទុកចិត្តហើយបានបងប្អូនបោះឆ្នោតឲ្យខ្ញុំធ្វើជាតំណាងរបស់បងប្អូនដូច្នេះខ្ញុំគ្រាន់តែបញ្ជូនសញ្ញាទាំងអស់គ្នាថាបុគ្គលដែលមើលងាយលេងសើចជាមួយនឹងការទុកចិត្តរបស់អ្នកដទៃបងប្អូនគឺជាមនុស្សថោកទាបបំផុតគុំសំបីតែយើងមានចេតនាក្បត់គេបងប្អូនយើងចាត់ទុកថាជារឿងអសិលធម៌សូម្បីតែយើងមិនច្បាស់ក្នុងរឿងហ្នឹងយើងអត់មានចង់បោកទេណាសមត្ថភាពរបស់យើងអត់ច្បាស់សោះក្នុងការរកស៊ីហ្នឹងហើយយើងទៅបបួលគេមករកស៊ីយើងនិយាយធ្វើដូចច្បាស់ចឹងច្បាស់ណាស់ដល់ពេលយើងធ្វើទៅខូចការមិនមែនចង់បោកគេទេគេទុកចិត្តយើងណាបងប្អូនគេទុកចិត្តយើងដល់ពេលយើងធ្វើឲ្យខូចចឹងបងប្អូនមនុស្សត្រូវមានវិបដិសារីក្នុងខួរក្បាលនេះគឺជាការលេងសើចជាមួយនឹងការទុកចិត្តរបស់មនុស្សដែរមិនមែនថាយើងទៅបោកគេណាគ្រាន់តែយើងអត់មានសមត្ថភាពព្រោះថាយើងលាក់សមត្ថភាពរបស់យើង
យើងធ្វើទៅវាខូចការមនុស្សដល់កម្រិតហ្នឹងណាបងប្អូនដែលព្រះសម្មាសម្ពុទ្ធលោកហៅថាហិរិអោតបៈនោះគឺវាស្អាតពីខាងក្នុងបើក្រៅពីប៉ុណ្ណឹងបងប្អូនអង្គុយមើលខ្លួនឯងនៅមុខកញ្ចក់មើលវះកន្លែងណាបងប្អូនក៏ចេញឈាមចេញខ្ទុះដែរអត់ងូតទឹកតាមមួយថ្ងៃឬពីរថ្ងៃដើរក្បែរលែងបានមន់ណាសកាកែវអាលោកអត់ងូតទឹកមួយជីវិតនៅអង្គុយក្បែរវាដូចធុំក្លិនប្រហើថើបវាបានអាលោកអីបងប្អូនថើបវាបានអត់មានកក្រិចទេមនុស្សកក្រិចណាស់បងប្អូនកក្រិចណាស់អត់មួយទឹកតែ2ថ្ងៃដើរចិត្តអត់បានទេហើយដល់ពេលចិត្តកក្រិចទៀតបងប្អូនមើលចាប់តែគេស៊ីចង់តែបានពីគេមកកេងប្រវាញ់អយុត្តិធម៌ក្នុងផ្លូវចិត្តគ្មានស្អាតក្នុងការគិតទាល់តែសោះគ្មានអនាម័យក្នុងការគិតទាល់តែសោះតើវាអាក្រក់ប៉ុណ្ណាអ៊ំខាអញ្ចឹងបងប្អូនឧទាហរណ៍គាត់ដឹងថាប្រជាពលរដ្ឋគាត់ស្អប់យួនដឹងមិនចូលចិត្តទេហើយគាត់តែងតែនិយាយថាអូយួនមានល្បិចកលអីច្រើនណាស់អ្នកដឹកនាំខ្មែរណាអស់ដីព្រោះតែរឿងស្រីយួនគាត់និយាយអញ្ចឹងតែខ្លួនគាត់មានប្រពន្ធចុងយួនមានកូនដល់ទៅ2រួចហើយគាត់និយាយថាបើរឿងគេដឹងវិញងាប់ហើយខ្មាស់គេងាប់ហើយបងប្អូនឃើញទេខ្ពើមណាស់បងប្អូនខ្ពើមប្រពន្ធលោកសំដែងថាម៉េចគាំទ្របុគ្គលដែលមិនគួរគាំទ្រសរសើរណាសរសើរបុគ្គលដែលមិនគួរសរសើរចង់នៅរស់ដូចកធាក់ពីក្រោយបុគ្គលប្រភេទហ្នឹងណាមានមនុស្សទៅតែសើទៀតបងប្អូនខ្ញុំនឹកក្នុងចិត្តថាបើខ្ញុំមិនគិតពីតម្លៃខ្លួនខ្ញុំបងប្អូនក៏ខ្ញុំសម្លឹងរូបថតម៉ែខ្ញុំណាខ្ញុំមិនអាចទៅគ្រប់គ្រងអំពើអាក្រក់ចឹងបានដែរខ្ញុំនឹកឃើញក្នុងចិត្តថាជាការប្រមាថឈាមរបស់អ្នកម្ដាយមិនក៏គេនិយាយធូរម្លេះគេគ្រប់គ្រងកម្មសខាមិនក៏គេនិយាយធូរម្លេះបងប្អូនពលត្រូវហ្មងមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់បានយ៉ាងងាយយើងធ្វើមិនបានសោះគេងាយរួចហើយបែរមកប្រព្រឹត្តអំពើល្អបានយ៉ាងលំបាកត្រូវម្លេះត្រូវម្លេះគេចេញក្បាលគេចេញคลิปវីដេអូមកគេនិយាយគ្រប់គ្រងកម្មសខាផាំងអយយអីទៅរួចបងប្អូនអីទៅរួចអយយក៏លួងម្លេះបងប្អូនក៏គ្រិចម្លេះក្នុងស្មារតីក៏គ្រិចម្លេះបងប្អូនណាមនុស្សបើគ្មានការស្អាតស្អំក្នុងស្មារតីទេបងប្អូនមិនដឹងមានកន្លែងណាដែលត្រូវស្អាតបងប្អូនបើខ្លួនបើកាយវាក៏គ្រិចយ៉ាងហ្នឹងបងប្អូនពិចារណាមើលមនុស្សខ្មែរមិនដែលមានការអប់រំបែបហ្នឹងទេបងប្អូនដល់ខ្ញុំឃើញកូនខ្មែរអត់មានការផ្ដល់តម្រុយឲ្យក្នុងការគិតដល់កម្រិតហ្នឹងណាចិត្តវាអត់ដាច់ទេបងប្អូនបើខ្ញុំចេញពីរដ្ឋសភាមកខ្ញុំថាខ្មែរទាល់តែកែគាត់បើអត់កែទេពូជហ្នឹងណាអត់មានកណ្ដៅទៅរួចទេបងប្អូនអត់ចេញទៅរកអភិវឌ្ឍស្អីរួចទេវាមិនដែលបើជាប្រវត្តិអត់ថ្លៃធ្នូរួចហើយប្រទេសហ្នឹងទៅជាប្រទេសថ្លៃធ្នូបងប្អូនទៅវាអត់រួចទេដូចមីងមួយគាត់និយាយថាយ៉ាអាមានស្រីមានទៅកុំឲ្យទៅក្បត់ខ្ញុំប្តីមានស្រីមានទៅកុំឲ្យទៅក្បត់ខ្ញុំមីងយល់អត់មនុស្សអត់ស្អាតស្អំអញ្ចឹងហេកុំឲ្យតែគាត់ក្បត់ជាតិក្បត់ទំនុកចិត្តរបស់មនុស្សហើយមនុស្សហ្នឹងឯងជាតិគាំទ្រ55កៅអីគាត់ក្បត់ទំនុកចិត្តបើគាត់ដឹងថារឿងហ្នឹងវាអត់អីទេហេតុអីបានគាត់និយាយថាបើគេដឹងខ្មាស់គេងាប់ហើយមិនក៏មិននិយាយចេញក្រៅមកគាត់ដឹងអត់ស្អាតក្នុងស្មារតីទេអាគាត់នេះរួចឲ្យចង់តែធ្វើធំពាក់តែកម្រងការចង់ឲ្យតែគេទៅសើអាខ្លួនឯងក៏គ្រិចសោះហ្នឹងហើយគណៈបកប្រជាជនគេតាមបកស្បែកគេតាមថតសម្លេងថតអីអញ្ចឹងបងប្អូនអញ្ចឹងមកពីហែងក៏គ្រិចសោះរួចហើយឯងចង់ស្អាតជាងអញងាប់ហើយជេរអញរាល់ថ្ងៃសិតតែអញក្បត់ជាតិសិតតែអញពុកអលួយសិតអញផ្ដាច់ការខ្លួនឯងស្អាតផងបងប្អូនរឿងនេះអត់បញ្ចប់ទេនៅពេលដែលប្រជាពលរដ្ឋនៅតែគាំទ្រមកខាងអត់គាំទ្រអំពើល្អជុំគ្នាណាអាល្អបានអញគាំទ្របើគាត់មិននៅក្នុងផ្លូវហ្នឹងទេឲ្យតែនៅខាងអញគឺដឹងតែគាំទ្របងប្អូនរឿងស្រុកខ្មែរឥតបញ្ចប់ទេអញ្ចឹងបានខ្ញុំថាចុងក្រោយបំផុតទៅរឿងនេះត្រូវមកសម្រាប់ត្រឹមកូនមាលាយតើកូនមាលាយនឹងចង់ឲ្យអ្នកនយោបាយឆ្លោះគ្នាអត់រឿងទាំងអស់ស្រុកខ្មែរត្រូវមកចប់ត្រឹមកូនមាលាយអាបន្ទុកដែលត្រូវដាក់ហ្នឹងគឺប្រជាប្រដ្ឋអ្នកដាក់ចុងក្រោយបំផុតទៅមកកន្លែងហ្នឹងបើសិនណាជាបងប្អូនអត់មានសេចក្តីល្អក្នុងខ្លួនទេរួចហើយបងប្អូនគាំទ្រតែនឿក្រក់អញ្ចឹងស្រុកខ្មែរបងប្អូនចប់ហើយសម្រាប់កូនចៅយើងស្មាតតោខ្ញុំនៅមិនយូរទេបងប្អូនហើយដាច់ពូជទៀតខ្ញុំ
នៅអត់យូរទេយ៉ាងយូរបំផុត20ឆ្នាំហើយ20ឆ្នាំហ្នឹងណានិយាយពីជីវិតនៅរស់បើនិយាយពីរឿងធ្វើកើតទៅដឹងប្រហែលទេត្រឹមតែ5ដល់10ឆ្នាំអីទៀតវិញខ្ញុំតាដូគាត់ចិត្តជាងហ្នឹងណាគាត់នៅនិយាយដឹងមុខដឹងក្រោយខ្ញុំតាមមើលខួរក្បាលខ្ញុំតែគិតសពថ្ងៃចង់ឲ្យលេងអ៊ីសេខ្ញុំថានៅអត់ដល់ចិត្តទេបើចិត្តថានៅរូបបងប្អូនប៉ិនខួរក្បាលបែបធ្វើការឡើងកើតទេអញ្ចឹងបានគេលេងកុនពី Margaret Thatcher ណាខ្ញុំមើលប្រវត្តិគាត់គេថាជាប្រធានាធិបតីជានាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសដែលមានចិត្តជាដៃថែបគាត់វិញបងប្អូនគាត់វិញមនុស្សតែឆ្លាតរហូតដល់គេធ្វើជានាយករដ្ឋមន្ត្រីបងប្អូនទីបំផុតវិញតាបងប្អូនខ្ញុំនឹកក្នុងចិត្តតែមើលរឿងនឹងយូរអាញនេះបើគិតយ៉ាងហ្នឹងគិតមានពេលខ្លះបងប្អូនខ្សែភ្លើងលាយចូលគ្នាហ្មងខ្ញុំគិតហួសហ្មងណាឯងគិតទៅមើលឃើញលើគោកហ៎បងប្អូនប្រជាប្រដ្ឋមើលអត់ឃើញលើគោកដំណើរនឹងដំណើរលាយហ្មងឃើញលើគោកខ្ញុំថាអូកូនខ្មែរហើយបើសិនណាមិនចេះគិតមិនចេះត្រេះរិះពិចារណាមិនចេះបែងចែកសខ្មៅទេបងប្អូនអ្នកនយោបាយបោកទាត់តាំងងាប់ខ្ញុំមើលតាធំអត់បានទេបងប្អូនហើយកូនខ្ញុំថានេះបោកហ្មងមិនដែលមនុស្សណាញឹមរហូតចឹងទេហ៎មានថ្ងៃកើតទុកដែរនេះអត់ចេញអើយកូនបោកតារៀខ្លួនឯងមើលឃើញហើយមានមើលឃើញនៅលើគោកនេះហើយមើលងាប់មនុស្សស្រឡាញ់ប្រទេសជាតិឃើញកូនខុសស្ដីឲ្យនេះកូនរហូតខ្ញុំថាដូចគ្មានឃើញកូនឃើញដៃចឹងគេដាក់រូបអញមើលឃើញដៃចឹងមានន័យថាម៉េចគេថាមិនកូនទេខ្ញុំថាមិនកូនទេគេថាមានន័យថាម៉េចចឹងខ្ញុំថាអស់ហើយកូនអើយឲ្យកាន់តែលេងហើយកូនហើយអស់ហើយនៅសល់បាត់ដៃទេកូនហើយឲ្យតម្លៃអត់ចេះឲ្យតម្លៃមនុស្សសោះឲ្យតម្លៃមនុស្សបោកខ្លួនឯងមនុស្សមិនឈ្នះខ្លួនឯងផងរួចហើយប្រជាប្រដ្ឋខ្មែរឲ្យតម្លៃមានពេលខ្លះឆ្អែតចិត្តនឹងប្រជាប្រដ្ឋខ្មែរបងប្អូនចង់ដើរចេញទុកឲ្យបោកគ្នាកាប់គ្នាទៅកូនបោកទៅកូនពីព្រោះកូនឯងមានពេលខ្លះកូនមានអារម្មណ៍ថាអត់មានតម្លៃសម្រាប់ជួយទេកុំថាអត់មានតម្លៃសម្រាប់ជួយអញថាអត់មានតម្លៃសម្រាប់រស់ហ្នឹងមើលកូនអញយូរអត់មានតម្លៃសម្រាប់រស់ទេកូនកុំថាដល់ថ្នាក់អញជួយបើអញជួយថាម៉េចបរិណិព្វានឆាប់ទៅកុំនៅនាំធ្ងន់ផែនដីបើអញធ្វើអញ្ចឹងអញធ្លាក់នរកក៏អញព្រមដែរដើម្បីឲ្យគេអ្នកត្រឹមត្រូវគេបានរស់ផងឯងរស់នៅទម្ងន់គេទម្ងន់ឯងបងប្អូនណារស់នៅក្នុងធម្មជាតិនេះដាច់ខាតវាត្រូវតែពឹងគ្នាទៅវិញទៅមកជារឿងធម្មតាទេក្នុងជីវិតក្នុងដំណើរជីវិតមានពឹងគេពឹងឯងប៉ុន្តែពឹងយ៉ាងម៉េចក៏ដោយបងប្អូនកុំឲ្យយើងខ្លាំងទៅយើងមានអារម្មណ៍ថាយើងជាបន្ទុករបស់គេអាខ្លះរស់នៅជាបន្ទុករបស់គេរហូតទេបងប្អូនជាបន្ទុករបស់អ្នកដទៃយើងអាចពឹងគេយើងអាចខ្ចីគេដើម្បីដោះស្រាយបញ្ហាទៅមុខទៀតតែកុំឲ្យខ្លួនយើងនិងអ្នកដទៃមានអារម្មណ៍ថាយើងរស់នៅជាបន្ទុកដល់អ្នកដទៃអត់ជាបន្ទុកណាមិនមែនមានន័យថាយើងអត់ដែលពឹងគេយើងពឹងបងប្អូនក្នុងពេលដែលយើងជួបបញ្ហាម្ដងប៉ុន្តែឲ្យខាងក្នុងរបស់យើងស្អាតគិតថាយើងកន្លែងហ្នឹងគឺវាមានតម្លៃសមនឹងពឹងកុំឲ្យទៅជាបន្ទុករបស់អ្នកដទៃខ្មែរយើងសប្ងៃឲ្យតែពឹបឡាបរទេសគេមិនចោលយើងទេខ្ញុំថាមីងឯងមានស្អីបានគេមិនចោលហ្នឹងមីងឯងមិនមើលខ្លួនឯងអត់ហេពួកអឺរ៉ុបពួកបរទេសគេមិនចោលខ្មែរយើងទេខ្ញុំថាវាថៃមិនចោលមីងឯងមានស្អីមិនបានរស់នៅតែក្នុងផ្លូវមួយគឺផ្លូវជាបន្ទុករបស់អ្នកដទៃអញ្ចឹងបងប្អូនអ្វីដែល LDP បង្រៀនណាបងប្អូនបង្រៀនឲ្យអ្វីទាំងអស់ដែលអ្នកបានមកគឺបានដោយកណ្ដាប់ដៃរបស់អ្នកដូចគេនិយាយថាហែងទៅចូល LDP គេឲ្យអីហែងបងប្អូនទៅឆ្លើយទៅវិញថាមនុស្សអញរបស់ដែលអញបានណាមិនមែនគេឲ្យទេបើទោះបីជាអញទៅធ្វើការក៏អញបានចាយកម្លាំងគ្រប់គ្រាន់សមនឹងបានលុយហ្នឹងដែរមិនមែនគេឲ្យទេអញមិនមែនជាមនុស្សដែលចាំតែគេឲ្យទេអ្វីដែលអញរំពឹងទុកដែលអញធ្វើក្នុងចលនាហ្នឹងគឺជាអ្វីដែលអញត្រូវបានពីព្រោះអញបានចូលរួមធ្វើហើយកុំមកនិយាយរបៀបមនុស្សថោកទាបថាចូលទៅក្នុងនំគេឲ្យអីឲ្យកុំយកដែរអញឲ្យក៏មិនយកដែរអញមិនជាបន្ទុករបស់ណាអ្វីដែលអញបានណាគឺជាអ្វីដែលអញខិតខំបងប្អូនណាពូជសាសយើងបើនៅក្នុងផ្លូវហ្នឹងណាបងប្អូនថ្លៃធ្នូក៏ថ្លៃធ្នូប្រទេសរបស់យើងក៏រីកចម្រើនអត់មានពីណាមើលងាយយើងបានអត់មានពីណាជិះជាន់យើងបានរួមទាំងអ្នកដឹកនាំស្រុកយើងផងប៉ុន្តែបើបងប្អូនរស់នៅអ្វីទាំងអស់
វាស៊ីសងលើគេឲ្យអតិពលរបស់គេជះមកលើសង្គមល្អក៏ល្អទៅអាក្រក់ក៏អាក្រក់ទៅដោយកម្មសង្ខារគាត់និយាយថាបើមានគាត់មិនជ្រើសរើសផងបើមានអ្នកដឹកនាំល្អប្រជាប្រដ្ឋអេងហូរទឹកមាត់ដេកហៀកក្លាក់ជាសក់បើមានអ្នកដឹកនាំល្អប្រជាប្រដ្ឋដេកជាសក់ដេកមិនថាប្រជាប្រដ្ឋជ្រើសរើសបានណាគាត់ថាបើមានគាត់ថានិយាយតាមព្រះឯណាបើប្រទេសមួយមានអ្នកដឹកនាំល្អប្រជាប្រដ្ឋអេងជាសក់អេងជាសក់ណោះឲ្យក៏អុកដោយអាឡែងតកៅដួងចាំច្រាស់ហ្មងណោះវាគ្មានអីក្នុងពិភពលោកហ្នឹងអេងហើយគេឲ្យសក់ទេបងប្អូនគេឲ្យប៉ុណ្ណឹងយកទៅច្រើនផងស្អីទាំងអស់វាកើតចេញពីកណ្ដាប់ដៃរបស់យើងក្នុងភាពត្រឹមត្រូវបងប្អូនការរស់នៅក្នុងជីវិតដែលត្រឹមត្រូវបងប្អូនគឺជីវិតយើងឲ្យទៅឲ្យមកពីព្រោះយើងពិភពលោកគឺជាយើងមិនមែនក្នុងក្របខ័ណ្ឌប្រទេសទេបងប្អូនគឺក្នុងក្របខ័ណ្ឌពិភពលោកយើងទាំងអស់គ្នាជាមនុស្សឥឡូវកុំអាគិតដល់សត្វយើងគ្រាន់តែគិតក្នុងនាមជាមនុស្សខ្ញុំមិនដែលស្អប់អ្នកពីព្រោះអ្នកជាយួនទេខ្ញុំមិនដែលស្អប់អ្នកពីព្រោះអ្នកកើតក្នុងត្រកូលមួយថោកទាបអាខ្លះគេថាអូម៉ែវាធ្វើស្រីខូចមកម៉ែវាធ្វើស្រីខូចកើតកូនមកកូនហ្នឹងជាប់ទោសរបស់ម៉ែវានឹងហ្មងចុងហេអាហ្នឹងវាអត់កុំស្រឡាញ់វាកុំគោរពវាពីព្រោះអាហ្នឹងកូនយួនខ្ញុំថាអត់ខ្ញុំស្អប់អ្នកពីព្រោះអ្នកគឺជាមនុស្សអាក្រក់មិនមែនព្រោះអ្នកជាពូជសាសអីទេក្របខ័ណ្ឌរបស់យើងគឺក្របខ័ណ្ឌយើងណាបងប្អូនណាការរស់នៅក្នុងភាពជាយើងណាគឺជាការរស់នៅស្របជាមួយនឹងដំណើរធម្មជាតិក្នុងភាពរីកចម្រើនយើងទៅវិញទៅមកយើងបងប្អូនវិបស្សនាដល់កម្រិតមួយបរមត្តសច្ចៈទីបំផុតពិភពលោកលេខខ្សលការដឹងណាអត់ដូចយើងអញ្ចឹងទេយើងដឹងក្នុងភពដឹងក្នុងអញដល់ពេលព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយវិបស្សនាទៅរលាយខ្សលបងប្អូនអស់អញបងប្អូនពិភពលោកនឹងអត់ចឹងទេដឹងក្នុងពិភពលោកថ្មីបងប្អូនលោកកតរៈចិត្តគឺដឹងតែដីទឹកភ្លើងខ្យល់អត់មានអីទាំងអស់ពិភពលោកគឺជាយើងអត់មានអញដល់ពេលមានអញបងប្អូនឃើញកាយចូលឃើញពិភពលោកនៅអត់បានទេនេះនិយាយអំពីទ្រឹស្ដីគឺពិភពលោកត្រូវរស់នៅក្នុងភាពជាយើងទ្រឹស្ដីដល់ការអនុវត្តមនុស្សវាអត់ព្រមទៅច្រើនណាស់វានៅអញដល់នៅអញវាត្រូវមានមនុស្សខ្លះរស់នៅវាអត់មានដើម្បីយើងខ្លះដើម្បីគេខ្លះអត់ទេគឺត្រូវបូជាទាំងស្រុងដើម្បីគេឧទាហរណ៍ថាទឹកមកពីនមនុស្សទាំងអស់ត្រូវការដួសយកមកផ្ទាល់មកកុំភ្លេចណាពេលមានទឹកដាក់មកផ្ទាល់ទៅវិញអ្នកណាត្រូវការទឹកទៅដួសមកផ្ទាល់មកប៉ិនកុំភ្លេចទេពេលបានទឹកដាក់មកផ្ទាល់វិញដើម្បីឲ្យទឹកពីងនឹងធ្វើពេញដល់ក្នុងភាពជាក់ស្ដែងណាបងប្អូនវាដួសយកអញ្ចឹងមានមនុស្សខ្លះមួយជីវិតគឺដួសចាក់រហូតអត់មានដែរទៅយកទេហេតុអីពីព្រោះក្នុងភាពជាក់ស្ដែងតើទៅអញ្ចឹងបានអាចទឹកពីងហ្នឹងវាអាចពេញមកវិញបានពីព្រោះក្នុងភាពត្រឹមត្រូវគឺវាដួសមកផ្ទាល់ហើយដាក់មកផ្ទាល់ដល់អនុវត្តជាក់ស្ដែងអត់អញ្ចឹងអាមនុស្សខ្លះដួសទៅរហូតអញ្ចឹងបានអ្នកប្រាជ្ញបណ្ឌិតទាំងឡាយអ្នកមានរក្សាខ្សត់ដោយសម្ពុតគាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសម្បានមួយជីវិតរបស់លោកដែលរស់នៅគឺជាទីពឹងដល់អ្នកដទៃតែរៀងរហូតបើមិនអនុវត្តក្នុងភាពជាក់ស្ដែងទេបងប្អូនស្អីក៏ទៅមិនរួចដែរស្អីក៏ត្រូវតែអនុវត្តក្នុងភាពជាក់ស្ដែងដោយសំរៀងស៊ីកម្មសខាគាត់និយាយថាអ្នកដឹកនាំស្រុកគេណាបោះឆ្នោតចាញ់គេចុះពីតំណែងភ្លាមប៉ុន្តែភាពជាក់ស្ដែងស្រុកខ្មែរយើងគឺអត់អញ្ចឹងទេដូច្នេះយើងត្រូវរស់នៅក្នុងភាពជាក់ស្ដែងសំខាន់ណាបងប្អូនត្រូវទទួលភាពជាក់ស្ដែងរួចហើយយកមកដោះស្រាយក្នុងភាពជាក់ស្ដែងវាត្រូវមានអ្នកប្រាជ្ញបណ្ឌិតរស់នៅមួយជីវិតរបស់លោកអត់មានដើម្បីខ្លួនឯងបើសំណាជាពិភពលោកនិយាយតាមគ្នាបានមកផ្ទាល់ទៅមកផ្ទាល់មកវាស្មើគ្នាទាំងអស់ចាំបាច់មានអ្នកប្រាជ្ញលះបង់អីបងប្អូនគេដួសមកផ្ទាល់ដាក់មកផ្ទាល់វិញគេដួសមកផ្ទាល់ដាក់មកផ្ទាល់វិញអញ្ចឹងពីងហ្នឹងវានៅពេញរហូតយើងរស់នៅទាំងអស់គ្នាប៉ិនក្នុងភាពជាក់ស្ដែងអត់ទេមនុស្សអាត្មានិយមច្រើនវាដួសយកអញ្ចឹងដើម្បីបំពេញឲ្យពិភពលោកដើរទៅមុខបានអ្នកប្រាជ្ញរស់នៅក្នុងមួយជីវិតបូជាជីវិតដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សសុំតែម្យ៉ាងគត់គឺសុំធ្វើខ្លួនឲ្យមានតម្លៃសមនឹងទទួលបាននៅការលះបង់របស់អ្នកប្រាជ្ញបណ្ឌិតផងកុំឲ្យខ្ញុំមានអារម្មណ៍ថាអ្នកមិនមានតម្លៃស្មើនឹងសត្វឆ្កែផងសត្វឆ្កែទី1ស្មោះត្រង់ទី2សត្វឆ្កែវាមានការងារបម្រើមនុស្សគឺចាំផ្ទះដល់អ្នកខ្លះបងប្អូនខ្ញុំមើលមុខគាត់ខ្ញុំថាសឹងខ្សែគប់អត់បាន
ប៉ុន្តែខ្ញុំមិនដឹងថាតើមកពីចិត្តរបស់គាត់សាហាវរហូតយូរលែងដឹងថានឹងសាហាវឬក៏ដោយសារគាត់ល្ងងបងប្អូនលក់ឆ្កែដូរឆ្នាំងអូព្រះម្ចាស់ថ្លៃហើយខ្ញុំថាអូយឲ្យរាប់អត់បានទេឆ្កែបងប្អូនខ្ញុំមានមនោសញ្ចេតនានឹងវាណាស់លក់មិនបានទេបងប្អូនអត់បាយស៊ីខ្ញុំសុខចិត្តងាប់ជាមួយនឹងវាខ្ញុំមិនអាចវាយវាស៊ីបានទេបងប្អូនលក់ឆ្កែដូរឆ្នាំងលក់ឆ្កែដូរយកឆ្នាំងយ៉ាហេមីងឯងអត់អីក៏រហូតដល់ប៉ុណ្ណឹងមីងសឹងថាទឹកខ្ចីឆ្នាំងគេដាំបាយរាល់ថ្ងៃបន្តិចមកអញលក់មិនកើតដូរឆ្នាំងបងប្អូនដូរឆ្នាំងឆ្កែរស់នៅក្នុងផ្ទះយើងសពថ្ងៃដូរឆ្នាំងខ្ញុំថាចិត្តមីងនេះសាហាវឡើងលេងដឹងថានឹងសាហាវហើយដល់ពេលឆ្កែគេដឹកទៅស្រុកយួនហូរទឹកភ្នែកក៏ខ្លាក់អូបងប្អូនហើយខ្ញុំមើលសពខ្ញុំថាគោមួយទៀតអញថាគោអូមកជីវិតរបស់គោហើយដូចមិនដែលបានសេចក្តីសុខទេណោះគេទឹមរហូតដល់ចុងក្រោយមិនឲ្យងាប់ស្រួលទេគេវាយស៊ីណាសល់ចុងក្រោយគេវាយស៊ីដូចអត់មានអីស្រួលសោះហើយសូតែគ្នាមកជីវិតតែបានតែបំផ្លាញអាណាស៊ីតែស្មៅអេអញមើលសពទៅមនុស្សអីក៏សាហាវមែនបងប្អូនកើតមកចង្រៃគេចង្រៃឯងហ្មងបងប្អូនហើយអារឿងអញ្ចឹងបងប្អូនទៅមើលអ្នកទេសនាធម៌ក៏មិនដែលប្រាប់មិនដែលអីពីព្រោះអីបងប្អូនកម្រិតចិត្តអត់ដល់កម្រិតចិត្តពលអត់ដល់មិនដឹងបានអីទេមកនិយាយដំណើររបស់ជីវិតរបស់មនុស្សត្រូវរស់នៅក្នុងផ្លូវបែបហ្នឹងបងប្អូនទី1គឺក្នុងភាពត្រឹមត្រូវរស់នៅក្នុងភាពជាយើងទាំងអស់គ្នាត្រូវរស់នៅក្នុងភាពជាយើងពេលកត្រាក់អីពីសង្គមមកត្រូវនឹកកត្រាក់អីមកពឹបតើវាបានប៉ះពាល់អីទៅដល់ផ្នែកជុំវិញហើយនៅពេលណាយើងគិតពីការប៉ះពាល់ហ្នឹងអាហ្នឹងគេហៅសិលធម៌តែខ្ញុំនិយាយថាកាលណាអ្នកគិតប្រយោជន៍ផ្ទាល់ខ្លួនសូមអ្នកគិតដល់សិលធម៌ហេអញគិតតែពីដាំបាយស៊ីផ្ទះអញតើសិលធម៌អញគិតតែពីរកស៊ីតើសិលធម៌ហេសិលធម៌អញមានតែប៉ះពាល់ណាកតបកិច្ចក្នុងនាមជាពលរដ្ឋដែលត្រូវកសាងទឹកដីគេកំពុងតែការពារទឹកដីរួចហើយយើងគិតតែពីរកស៊ីសិលធម៌កាលណាអ្នកគិតប្រយោជន៍ផ្ទាល់ខ្លួនសូមអ្នកគិតដល់សិលធម៌ប៉ុន្តែកាលណាអ្នកធ្វើការងារសប្បុរសសូមអ្នកគិតដល់តម្លៃគិតដល់តម្លៃតើមនុស្សនឹងសមនឹងអ្នកជួយអត់ពេលអ្នកមើលពីមនុស្សនឹងបងប្អូនមានអារម្មណ៍ថាមនុស្សនឹងអត់តម្លៃក្នុងការជួយអត់មានតម្លៃក្នុងការជួយបងប្អូនណាមកដល់កន្លែងហ្នឹងខ្ញុំឆ្លៀតនិយាយបន្តិចអំពីរឿងធម៌សុចរិតអ្នកខ្លះគេចោទខ្ញុំថាមិនសុចរិតទេអូសុចរិតទៅនិយាយនឹងបោកគេខ្លួនឯងមិនសុចរិតទេខ្ញុំសួរទៅវិញខ្ញុំថាអ្នកឯងចោទណាថាខ្ញុំមិនសុចរិតខ្ញុំចង់សួរបន្តិចមើលតើធម្មជាតិសុចរិតនៅឯណាដល់ពេលខ្ញុំសួរគាំងចុះអ្នកឯងនិយាយច្បាស់ណាស់ថាសុចរិតមានន័យថាឯងស្គាល់ច្បាស់ណាគ្រាន់តែទីតាំងរបស់វាអ្នកមិនស្គាល់ថាវានៅកន្លែងណាផងហើយអ្នកមកចោទខ្ញុំថាអត់សុចរិតឥឡូវខ្ញុំប្រាប់ទីតាំងឲ្យអ្នកជ្រើសរើសឬនៅក្នុងក្បាលឬនៅក្នុងសន្តានចិត្តធម៌សុចរិតនៅឯណាមីងមាំងរាល់ការសម្រេចចិត្តរបស់អ្នកអំពីរឿងធ្វើអ្វីមួយអ្នកតែងតែយកក្បាលមកគិតតើសុចរិតអត់មនុស្សសុចរិតទេបងប្អូនអារម្មណ៍មិនទៅចឹងប្រើអារម្មណ៍ណាបងប្អូនគេថាកុំប្រើអារម្មណ៍មនុស្សយើងត្រូវប្រើខួរក្បាលមកពីអារម្មណ៍ហែងវាមិនល្អមកពីចិត្តហែងមិនទាន់សុចរិតឧទាហរណ៍ហើយឃើញសាច់ជ្រូកហើយឃ្លានណាហើយឃើញខ្លាញ់គោហើយឃ្លានណាហើយជាមនុស្សដែលស៊ីបាយហើយចូលចិត្តដេកហើយជាមនុស្សដែលអត់ចូលចិត្តហាត់ប្រាណអញ្ចឹងសូមកុំធ្វើតាមចិត្តបើមនុស្សមួយចូលចិត្តទៅហាត់ប្រាណឃើញខ្លាញ់ជ្រូកអត់ឃ្លានចេះតែខ្លាចអារម្មណ៍ចិត្តឃើញបន្លែចេះតែចង់ស៊ីបាយអត់ចូលចិត្តហ្មងស៊ីច្រើនស៊ីល្មមដល់ពេលគេមកប្រាប់យើងថាហែងកុំធ្វើតាមចិត្តមកពីចិត្តហែងអត់ល្អហ្នឹងណាបានមិនឲ្យធ្វើតាមចិត្តបើចិត្តយើងល្អហើយហ្នឹងចិត្តយើងចង់ស៊ីតែបន្លែចិត្តយើងដែលមិនដែលឈ្នានីសគេចិត្តយើងដែលមិនដែលមានមោទនភាពមកប្រពេញប្រប៉ាំងអញជេរមរាយឥឡូវចិត្តអញចង់ជេរហើយហេមិនបានតែជេរគេចុះបើចិត្តអញសុចរិតវាចង់ជេរអាហ្នឹងខូចណាស់ដល់ពេលអ្នកខ្លះហូគេទៅរុញលោកឈឺអីចេះខ្ញុំថាអញអារម្មណ៍របស់អញអារម្មណ៍កុំហៅអញទៅរុញឲ្យស្អប់អាមួយនឹងណាទេសនាណោះញោមណោះអញបន់ឲ្យតងាប់ឲ្យស្រឡះទៅចង្រៃដល់គេដល់ឯងអារម្មណ៍របស់យើងអារម្មណ៍ដល់ពេលអ្នកខ្លះគេទៅរុញមុនបងអត់ទាន់ទៅរុញគេទៅបើកមើលកាពីសិន
កពីប្រពុតអូប្រពុតលោកសំដែងប្រពុតលោកសំដែងថាជួយភិក្ខុជួយព្រះសង្ឃគឺដូចជាជួយយកអាសាប្រពុតដែរចាអូខេអាយើងអារម្មណ៍ហ្មងយើងអារម្មណ៍មកទៅហ្មងហើយនេះបើកមើលសិនគេចាស់កពីនឹងសំដែងអញ្ចឹងបងប្អូនប្រពុតលោកសំដែងថាព្រះសង្ឃតាតែនេះមិនព្រះសង្ឃអាចោថងយាមតាបងប្អូនមិនអាចោថងយាមតាមិនឲ្យតកោប្រកេះរួចហើយស្លៀកស្បង់ជពើរ៉ូបស្រីឥណ្ឌាហ្នឹងសឹកតែព្រះសង្ឃទាំងអស់ឯណាអាចោថងយាមដល់ពេលមនុស្សសុចរិតទៅបងប្អូនគ្រាន់តែឃើញម្នាក់នឹងព្រាមអូយប៉ុនឲ្យតែងាប់ឲ្យស្លាប់តាយើងអារម្មណ៍បងប្អូនមនុស្សសុចរិតណាមនុស្សសុចរិតប្រើចិត្តណាបងប្អូនដើម្បីឲ្យសុចរិតបានណាធម៌ពីរដាច់ខាតត្រូវគ្មានក្នុងបុគ្គលហ្នឹងទេធម៌ពីរយ៉ាងតិចបំផុតពីរទី1គឺចំណែនឈ្នានេះអត់មានអារម្មណ៍ចំណែនឈ្នានេះគេសោះទី2អត់មានមោទនភាពក្នុងជីវិតអត់មានមោទនភាពទេខ្លួនឯងលើសគេដឹងថាលើសគេអីមានអីដឹងប៉ុន្តែអត់មានអារម្មណ៍តែមោទនភាពក្នុងជីវិតទេពេលណាអត់មានធម៌ពីរហ្នឹងជីងតបូលកូនមកគឺសូន្យហ្មងគឺបូលកូនមកសូន្យហ្មងគឺនៅចំណុចល្អហ្មងដាក់1គីឡូទៅពិតជា1គីឡូដាក់2គីឡូទៅពិតជា2គីឡូតែចិត្តអញខឹងហើយអានឹងខូចហ្មងតែចិត្តអញខឹងហើយគឺខូចហ្មងអារម្មណ៍របស់យើងណាបងប្អូនចឹងមកខ្ញុំនិយាយប្រាប់ថាបងប្អូនខ្ញុំប្រើអារម្មណ៍ដល់ទៅ70-80% ក្នុងជីវិតដែលក្បាលខ្ញុំប្រើជាទូទៅគឺខ្ញុំប្រើដើម្បីបំរើអារម្មណ៍របស់ខ្ញុំបើអារម្មណ៍ខ្ញុំចង់ជេរហើយខ្ញុំប្រើខួរក្បាលថាជេរមិនឲ្យឆ្ងាញ់ក្បាលរបស់ខ្ញុំប្រើសម្រាប់បំរើអារម្មណ៍របស់ខ្ញុំកម្រណាស់នឹងទៅយកអារម្មណ៍របស់ខ្ញុំយកមកត្រេះរិះពិចារណាថាខុសឬត្រូវហេតុអីថាព្រោះខ្ញុំទុកចិត្តអារម្មណ៍របស់ខ្ញុំមិនដែលមានមោទនភាពក្នុងជីវិតមិនដែលមានមោទនភាពនឹងខ្លួនឯងហើយក៏មិនដែលមានអារម្មណ៍ឈ្នានីសគេបងប្អូនអត់សោះក្នុងជីវិតនេះឲ្យតែឃើញមនុស្សល្អមានបងប្អូនខ្ញុំសប្បាយចិត្តណាស់បងប្អូនចង់តែទៅជួយគេឲ្យមានទៀតផងបងប្អូនប៉ុន្តែមនុស្សខូចខ្ញុំស្អប់នោះស្អប់បន់ឲ្យតែហែងអាលាយអារម្មណ៍បងប្អូនខ្ញុំចេះនឹកក្នុងចិត្តថានឹងអារម្មណ៍ចំណែនណាអត់ទេបងប្អូនចិត្តជាអ្នកប្រយុទ្ធបើបានតែវាអាលាយមិនបាច់អញទៅវាយនឹងផងអានឹងល្អហើយអាចចោលខូចទាំងឲ្យវាអាលាយវាងាប់អស់ពីផែនដីស្រឡះតើបើអញនិយាយចឹងថាអញអាក្រក់បើអញនិយាយចឹងវាចុះនរោឲ្យចុះទៅតែអញនឹងឲ្យខ្ញុំទៅរុញមិនកើតទេបងប្អូនយើងត្រូវសង្គ្រោះពោះវែកនោះអីបងប្អូនពិចារណាមើលហើយដល់ពេលយើងប្រើក្បាលទៅរុញចឹងរុញមនុស្សមកកណោបងប្អូនឧទាហរណ៍ខ្ញុំក្មេងៗវាឈឺណាចឹងចុះហើយគេរុញទៅពេទ្យហើយចុះក្មេងៗដើរទាំងវងមិនមកវារុញហើយចុះខ្ញុំទៅរុញទៅរួចទៅអត់បងប្អូនខ្ញុំអត់មានអារម្មណ៍កុំមកឲ្យខ្ញុំរុញហេអញមានអារម្មណ៍ទេអត់អារម្មណ៍ហ្មងនេះទៅចេញទុកអញរុញមិនចឹងអារម្មណ៍នេះអារម្មណ៍គេជាមនុស្សសាមញ្ញក្បាលគិតទាំងអស់ក្បាលគិតថាគួរធ្វើឬមិនគួរធ្វើដល់ពេលអញវិញតែចិត្តអញអត់ចង់ធ្វើអត់ទេដូចខ្ញុំចេញមកគេថាយីមិនអ្នកនយោបាយជេរប្រជាពលរដ្ឋចឹងខ្ញុំអត់មានបានគិតទេបងប្អូនខ្ញុំមានបានគិតទេអារម្មណ៍ខ្ញុំចង់ជេរអារម្មណ៍ខ្ញុំចង់ស្ដីអត់មានអារម្មណ៍គិតទេបងប្អូនគឺខ្ញុំថាទេបើវាខូចយ៉ាងហ្នឹងបើវាភ្លើយ៉ាងហ្នឹងមកអញជេរមិនខ្លះចឹងហើយធ្វើនយោបាយមិនបានសុំលក្ខណោតគេមិនបានសម្ដែងអាក្រក់ម៉េចអារម្មណ៍ឲ្យហ្មងហេអញមិនចង់បានអីវាមិនមែនក្បាលឆ្លោយអារម្មណ៍យើងហ្នឹងបងប្អូននឹងហើយគេហៅសុចរិតមនុស្សសុចរិតប្រើអារម្មណ៍បានបងប្អូនប្រើចិត្តបានប៉ុន្តែមិនមែនគ្រប់តកលៈទេសៈយើងអាចប្រើចិត្តបានទេនៅពេលដែលតាក់ទងជាមួយនឹងមនោសញ្ចេតនាបងប្អូនពិបាកនឹងប្រើចិត្តណាស់ឧទាហរណ៍ថាយើងស្រឡាញ់ក្មួយច្រើនងាប់មួយទៅបងប្អូនមានអារម្មណ៍ចង់ដេកទៅហ្មងចិត្តណាវាចង់ដេកលែងងើបបណ្ដោយអារម្មណ៍ហ្នឹងតែយើងប្រើអារម្មណ៍បានទេជុំនៅកូនមកកណោទៀតងាប់តែកូនមួយយើងប្រើអារម្មណ៍របស់យើងលែងចង់ងើបហ្មងអត់បានទេក្បាលយើងត្រូវគិតថាមានកូនច្រើនទៀតដែលយើងត្រូវរស់នៅដើម្បីវាអញ្ចឹងបានខ្ញុំប្រើពាក្យថាខ្ញុំប្រើអារម្មណ៍ប្រហែល 80% មិនបាន 100% ទេក្រៅពីនោះបងប្អូនខ្ញុំប្រើខួរក្បាលខ្ញុំដើម្បីបម្រើអារម្មណ៍របស់ខ្ញុំទេតែខ្ញុំចង់វាយហើយគ្រាន់តែគិតមើលថាតើវាយវារបៀបម៉េចវាយវាខ្លាំងឬប្រើសម្ដីសោកសៀតឬស្ងៀមប៉ុន្តែខ្ញុំមិនដែលយកចិត្តរបស់ខ្ញុំមកពិចារណាថាចិត្តអញចង់វាយគេអញ្ចឹងខុសឬត្រូវទេអូយទុកចិត្តលើចិត្តអញណាស់សុចរិតបងប្អូនសុចរិតមនុស្សសុចរិតដល់ពេលវាគេសួរថាហែងថៃបានស្អប់បាក់ហើយចូលលុយគេគិតតិចបើយើងមិនចូលលុយទេមានន័យថាយើងធ្វើដើម្បីខ្លួនយើងណោះឃើញមានន័យថាសឹកក្បាលទាំងអស់បើខ្ញុំវិញ
តែចាញ់ពីបាក់ទៅអត់ចូលលុយហ្មងគេសួរថាបានចូលអញស្អប់ណាអញនឹងល្អវាខូចទៅបានជួលមួយអញបើអញនឹងល្អហ្នឹងហើយចូលលុយតែហែងធ្វើដើម្បីប៉ាអេអញមិនដឹងធ្វើដើម្បីប៉ាឬមិនប៉ាទេតែអញស្អប់វាអញចូលទេដល់ពេលគេស្អប់យើងតែគេនៅតែចូលលុយប៉ាក្បាលទេបងប្អូនមនុស្សអត់សុចរិតទេវាប្រើក្បាលចង់ហើយនៅមកចង់ចាប់យើងរឿងកំហុសសុចរិតមិនសុចរិតខ្ញុំថាបើចាប់បញ្ញារបស់អញប្រហែលជាអាចតែចាប់រឿងចិត្តសុចរិតឬអត់សុចរិតហែងអត់ទាន់ស្គាល់ថាសុចរិតមិនផងអាក្អូនអត់ស្គាល់ផងអូមិនងាយទេបងប្អូនមនុស្សសុចរិតមិនងាយទេចឹងបានខ្ញុំស្រឡាញ់លោកយាយលោកតាច្រើនណាបងប្អូនចាស់យាយក្លានៅចងក្បិនបងប្អូនម៉ែឲ្យការនឹងអ្នកណាការនឹងអ្នកហ្នឹងអត់គាត់ថាមកជីវិតអត់ស្រឡាញ់ប្តីផងកូនកើតកូនឲ្យគេថាយើងត្រូវតែកើតចឹងហើយបើម៉ែឲ្យការមកកើតទៅចេះកើតទៅ2 3ដណ្ដប់អត់មានទៅស្រឡាញ់ប្រុសណាទៀតអត់ស្អីថាអូយត្រង់នោះម៉ែអាត្រង់ល្អណាស់ថាអូយអ៊ំឯងអ៊ំឯងបន្ថែមតែមួយទៀតមកតែបញ្ញាឆ្លាតមកគឺគ្រប់គៀមផ្លេហ្មងគៀមផ្លេហ្មងសុចរិតនេះសុចរិតហ្មងដល់ឥឡូវបងប្អូនចាំមើលវងយាយមីសាក់ក្រហមនេះវាដល់យាយម្ដងអូយអូយដល់ទៅជាស្អីទេយាយមុនអត់អីណាចាំមើលយាយមីសាក់ក្រហមអស់នេះខ្ញុំថាងាប់ហើយលោកខ្មែរដល់ទៅជាស្អីបាត់អត្តសញ្ញាណជាជាតិសាសន៍របស់យើងបងប្អូនអត្តសញ្ញាណឈាមជ័រយើងជាឈាមជ័រសុចរិតទៀងត្រង់បងប្អូនគិតសពទៅដូចអត់មានស្ដាយជីវិតក្នុងការបូជាដើម្បីធ្វើឲ្យពូជសាសន៍របស់យើងថ្លៃថ្នូរមកវិញខ្ញុំថាមកជីវិតនេះដូចជាអត់មានការងារណាដែលថ្លៃថ្នូរបញ្ញាប់ចាំបាច់សំខាន់ជាងការងារនឹងអត់សូម្បីតែខ្ញុំស៊ីបាយសូម្បីតែខ្ញុំងូតទឹកសូម្បីតែខ្ញុំរលុយក៏ខ្ញុំមានអារម្មណ៍ថានេះគឺជាការងារដែលខ្ញុំត្រូវធ្វើបម្រើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្ញុំអាខ្លះគេទៅជាការអាមេរិកគេសួរចំការអាមេរិកនឹងបោះពូវាសនាឬចំការបោះបាក់គាត់តែសួរមកខ្ញុំមានអារម្មណ៍ហ្មងអារម្មណ៍របស់ខ្ញុំឲ្យទៅវិញហ្មងយីអានេះវាសួរអីអញ្ចឹងណោះហើយអញធ្វើការងារដើម្បីអីមួយថ្ងៃជាឆ្ងល់វាសួរចឹងកើតអញរស់ដើម្បីស្អីអញជាឆ្ងល់ប៉ុន្តែខ្ញុំអត់មាត់ទេខ្ញុំគ្រាន់តែសម្គាល់ក្នុងផ្លូវចិត្តថានេះចិត្តរបស់វាអត់ប្រើចិត្តបានណាបើវាប្រើចិត្តបានវាដឹងថាអូពូរបស់អញគាត់ហត់ណាគាត់ធ្វើការងារសប្ងៃមិនធ្វើអីទេគាត់ធ្វើតែការងារប៉ុណ្ណឹងគាត់កំប្រឹងរលុយគិតបាក់គិតអីមិននោះអត់មានអារម្មណ៍គិតហ្មងធ្វើទៅវូហ្មងបងប្អូនគេគិតជាមួយយើងអញ្ចឹងយើងក៏គិតជាមួយគេអញ្ចឹងបានខ្ញុំថានៅក្នុង LDP ខ្ញុំមានក្រុមមនុស្សពីរដែលខ្ញុំអាចធ្វើការជាមួយបានមួយគឺក្រុមមនុស្សដែលរួមការងារជាមួយនឹងយើងពីព្រោះគេត្រូវការមាតុភូមិមួយដែលពួកគេរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ដែរគេធ្វើការជាមួយយើងតែគេអត់មានមនុស្សជាតិណាមួយយើងណាគេអត់មានទុកយើងជាពូជាក្រុមគ្រួសារមានមួយក្រុមគ្រួសារមួយទៀតគឺថាជាក្រុមគ្រួសាររបស់យើងមានមโนសញ្ចេតនាជាមួយយើងឧបមាថាពួកគេធ្វើការនៅចំការអាមេរិកបងប្អូនអ្នកខ្លះវាដឹងថាចិត្តខ្ញុំទលាយបងប្អូនវាដឹងថាខ្ញុំឲ្យប្រាក់ខែសប្តាហ៍ថ្ងៃនេះមិនមែនជាការឲ្យប្រាក់ខែទេក៏ប៉ុន្តែដោយសារឃើញក្មួយវាអត់ហើយយើងក៏វាមិនទាន់មានលុយបានពីចំការនឹងមកដែរដូច្នេះឲ្យប៉ុណ្ណឹងគ្រាន់តែដើម្បីរស់សិនទៅប៉ុន្តែបើសិនជាការងាររបស់យើងវារីកចម្រើនណាបងប្អូនបើមិនជួយអ្នកនៅចិត្តដៃមុនណាឧបមាថាខោអាវមកផ្ទះអញ្ចឹងយើងទៅធ្វើមិនទៅបោចអាក្នុងមុនបោចអាក្រៅមុនត្រូវមានការទទួលខុសត្រូវពីសមាជិកគ្រួសាររបស់យើងទៅមុនរួចហើយបានទៅអ្នកដទៃទៀតវាដឹងថាខ្ញុំមានអារម្មណ៍ចង់វាខំប្រឹងធ្វើការបើខ្ញុំសម្គាល់ថាមនុស្សនឹងវារំពឹងទុកពីរឿងលុយថាថ្ងៃក្រោយទៅចិត្តធូរឲ្យលុយវាមនុស្សនឹងខ្ញុំកាត់ថ្លៃនឹងលុយថ្ងៃក្រោយបានទៅឲ្យលុយវាប៉ាំងទៅវាសប្បាយចិត្តដែរបងប្អូនវាសប្បាយចិត្តដែរពីពូវាធ្វើការក្នុងអារម្មណ៍របស់វារំពឹងថាពូឲ្យលុយតែមកក្រុមទៀតណាបងប្អូនវាធ្វើការព្រោះមโนសញ្ចេតនាវាមានអារម្មណ៍ថានេះជាគ្រួសាររបស់វាប្រឹងរកស៊ីឲ្យមានពេលគ្រួសារវាមានវាអវាប្រឹងរកស៊ីមួយឪវាពេលឪវាមានវាអណាស់បងប្អូនអាពេលហ្នឹងឲ្យមិនរីងស្ងួតទេកូនឲ្យមិនរីងស្ងួតទេមិនកាត់ជាលុយបានទេអត់ទាំងអស់គ្នាមានទាំងអស់គ្នាបែងចែកឲ្យស្គាល់ស្អីជាស្អីជាគុណស្អីជាទោសឲ្យច្បាស់មនុស្សបងប្អូនមនុស្សដែលមហាធម្មគន្ធីគាត់និយាយថាសុភវិនិច្ឆ័យគឺជាវិញ្ញាណប្រាប់នៅសមាមាកន្លែងហ្នឹងគឺជាចំណុចកលឹះនៃការសម្រេចចិត្តទាំងឡាយដែលមនុស្សគាត់ត្រូវតែមានបងប្អូនអាសុភវិនិច្ឆ័យហ្នឹងណាបងប្អូនអារឿងដំណើរជីវិតក៏ដូចគ្នាដែរបងប្អូនខ្ញុំចេះគិតខ្ញុំគិតឃើញតែខ្លួនឯងខ្ញុំមានអារម្មណ៍ថាបើរស់នៅមិនបានជាទីពឹងដល់អ្នកដទៃខ្ញុំមានអារម្មណ៍ថាងាប់ហ្មងបង
បងដឹងរស់ធ្វើអីខ្ញុំថាងាប់ឥឡូវងាប់ស្អែកងាប់ខាន់ស្អែកជាអារម្មណ៍បងដូចគ្នាខ្ញុំមានអារម្មណ៍ថាដូចគ្នាខ្ញុំខ្ជិលសោះនឹងស៊ីអាណាទៅចាំមើលពិភពលោកឆ្អែតបងប្អូនណោដូនតារបស់យើងស្លាប់មុនយើង100ឆ្នាំពិភពលោកតាមដល់កន្លែងហ្នឹងឲ្យពិភពលោកទៅមុខទៀតហើយអញចាំបាន100ឆ្នាំទៅទៀត100ឆ្នាំទៅទៀតពិភពលោកទៅ200ឆ្នាំទៀតអាណាចាំមើលចប់ហើយបញ្ចប់ត្រឹមហ្នឹងហ្មងតាខ្ជិលងស៊ីខ្ជិលអីសពថ្ងៃនេះមានអារម្មណ៍ចង់នៅពីព្រោះមិនទាន់អស់ការងារធ្វើអាការងារហ្នឹងគឺជាការងារបម្រើមនោសញ្ចេតនាដែលយើងមានចំពោះមនុស្សដទៃទៀតនិងជាការងារបម្រើឧត្តមកតេសង្គមវាត្រូវតែស្អាតស្អំអញ្ចឹងដល់ពេលឃើញមនុស្សជិះជាន់គ្នាអញ្ចឹងប្រជាពលរដ្ឋសមតែធ្វើជាម្ចាស់អត់បានធ្វើជាម្ចាស់ឲ្យគេធុបតារាបងប្អូនយើងធ្វើការបម្រើមនោសញ្ចេតនានិងបម្រើឧត្តមកតេអញ្ចឹងខ្ញុំថាមើលមុខប្រជាពលរដ្ឋខ្មែរខ្ញុំមានអារម្មណ៍3ទី1ស្រឡាញ់ទី2អាណិតទី3វាគឺជាឧត្តមកតេដែលយើងត្រូវតែធ្វើការងារនឹងឲ្យបានសម្រេចសម្រាប់ពួកគាត់ជួនកាលចង់ដាច់អស់ទាំង3បងប្អូនមុនដំបូងនឹកឃើញខ្សែហ្នឹង3ចងងាយដាច់បើបងស្រឡាញ់អូនណាគ្រាន់តែស្រឡាញ់មួយម៉ាត់ណាគ្រាន់តែស្រឡាញ់តែមួយមុខណាថ្ងៃណាមួយដាច់ចំណងអូនក្រៅអំពីស្រឡាញ់ជាប្រពន្ធណាបងមើលអូនជាមនុស្សដែលគួរអាណិតអញ្ចឹងបើអស់ស្រឡាញ់អាណិតមួយទៀតអូនក្រៅពីអាឡាក់ស្រឡាញ់អាណិតនៅមានចំណងមួយទៀតអូនការជាមួយអូនគឺជាឧត្តមកតេមួយអូនគឺជាមនុស្សមានតម្លៃណាស់អូនរៀនបានតិចប៉ុន្តែអូនមើលគ្រួសារអូនជាមនុស្សមានតម្លៃណាស់ក្នុងគ្រួសាររបស់អូនដូច្នេះបងជួយអូនណាគឺជាតម្លៃឧត្តមកតេអាណិតផងស្រឡាញ់ផងជាការងារឧត្តមកតេដែលបងត្រូវរៀបការជាមួយអូនដូច្នេះក្នុងមួយជីវិតនេះយើងមិនអាចដាច់គ្នាបានទេពីព្រោះចំណងដល់តែ3បងកម្រឃើញចំណងស្នេហាណាស់មានដល់តែ3ណាបើមិនស្រឡាញ់ទេជួនកាលការព្រោះអាណិតតែយើងមានទាំងអាណិតមានទាំងស្រឡាញ់មានទាំងឧត្តមកតេប៉ុន្តែជួនកាលបងប្អូនជាមួយប្រជាពលរដ្ឋខ្មែរដាច់ចង់ទាំង3ខ្ញុំមើលមុខប្រជាពលរដ្ឋខ្មែរយូរដល់គ្រប់គ្រងកម្មសខាថាស្រឡាញ់ក៏ដូចចង់ចប់អាណិតក៏ដូចចង់ចប់អាការងារឧត្តមកតេនោះលែងចង់ធ្វើចំណង3ដែលអញគិតថាវាមិនងាយដាច់ទេចង់ដាច់ប៉ុន្តែគិតសពទៅនៅក្នុងចិត្តថានឹងហើយជាឧបសគ្គដែលអញគិតតាំងពីដំបូងថាគេអត់ធ្វើបានសម្រាប់ទេដោយសាររឿងហ្នឹងរឿងធំជាងគេបំផុតទៅបងប្អូនគឺការប្រមាថលើទឹកចិត្តរបស់យើងគឺជាការប្រមាថដែលមានលក្ខណៈព្រៃផ្សៃណាស់មនុស្សពិបាកនឹងទ្រាំណាបងប្អូនបើយើងចង់ជួយគាត់គាត់ស្វាគមន៍យើងគាត់សាទរពួកអាឈាមថោកវាប្រយុទ្ធមួយយើងអត់ជាបញ្ហាទេបងប្អូនពីព្រោះយើងត្រូវបានគាត់នឹងស្វាគមន៍សេចក្តីល្អរបស់យើងស៊ូស្លាប់ដើម្បីការពារគាត់ជាមួយនឹងពួកអាចិតអាក្រក់អត់អីទេបងប្អូននេះគាត់ជេរយើងបងប្អូនគាត់ជេរយើងគាត់ប្រមាថទឹកចិត្តរបស់យើងបងប្អូនមើលយូរកៅភ្នែកនឹងឥតមានតម្លៃសម្រាប់អាណិតសម្រាប់ស្រឡាញ់ហើយក៏មិនគួរនឹងជួយតើវាមានការងារណាជាឧត្តមកតេចង់ដាច់ទាំង3សរុបមកវិញអ្វីដែលខ្ញុំចង់និយាយគឺឲ្យចង់ឲ្យបងប្អូនមើលដំណើរជីវិតរបស់បងប្អូនឲ្យបានត្រឹមត្រូវថាតើដំណើរជីវិតរបស់បងប្អូនជាដំណើរជីវិតដែលសុភវិនិច្ឆ័យមនសិការជាមនុស្សបានគិតឃើញថានេះគឺជាជីវិតដែលត្រឹមត្រូវមានតម្លៃហើយនៅគឺជាជីវិតដែលត្រូវរស់នៅជាទីពឹងដល់អ្នកដទៃផងបើស្នាជាមិនបានជាទីពឹងដល់អ្នកដទៃផងមានអារម្មណ៍ថាដូចមិនដឹងរស់ធ្វើអីខ្ញុំសូមបញ្ចប់ដំណើរគ្រាចុងក្រោយរបស់ខ្ញុំតំណែងសូមអរគុណសូមអរគុណជាចុងក្រោយខ្ញុំសូមប្រកាសបទវេទិការបស់យើងថ្ងៃនេះចំតែប៉ុណ្ណេះសូមអរគុណ